បើមិនទាន់ដឹងពីរបៀបនៃការធ្វើជាមេគ្រួសារទេចូលកុំទាន់ចាប់ផ្ដើមបង្កើតគ្រួសារអីដោយសារមានមនុស្សប្រុសជាច្រើនដែលអត់ទាន់ដឹងថាខ្លួនឯងត្រូវបង្កើតគ្រួសារនឹងមកដោយក្នុងវិធីមួយណាដែលប្រកបដោយផាសុកភាពហើយនឹងប្រកបដោយក្តីសុខសុភមង្គលទេតែដោយសារតែចំណង់ចំណូលចិត្តឬមួយក៏ការឆ្លាញ់មួយឆាវបែរជាជ្រើសរើសផ្លូវមួយដែលចាប់ផ្ដើមរៀបការអាចនិយាយបានថាឬមួយក៏អ្នកខ្លះអត់រៀបការទេនៅជាមួយគ្នាដូចជាប្តីប្រពន្ធតែម្ដងអញ្ចឹងហើយវីដេអូនេះបកត្រឡប់មកវិញខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកដែលគាត់តែងតែមុនពេលដែលចង់ចាប់ផ្ដើមបង្កើតគ្រួសារមួយមិនថាបានរៀបការដោយពេញលេងបរិបូរឬមួយក៏ចុះអេតាស៊ីវិលហើយគ្រាន់តែធ្វើកម្មវិធីតិចតួចឬមួយក៏រួមរស់ជាមួយគ្នាដោយគ្រាន់តែចុះអេតាស៊ីវិលនោះទេគឺទាមទារឲ្យត្រូវមានទំនួលខុសត្រូវនៅក្នុងការដែលយើងបង្កើតគ្រួសារនឹងថាតើយើងអាចផ្ដល់ក្តីសុខសុភមង្គលឲ្យក្រុមគ្រួសារមួយនឹងបានអត់ដោយសារតែក្រុមគ្រួសារដែលយើងបង្កើតឡើងបើសិនជាយើងអត់មានលទ្ធភាពនៅក្នុងការផ្ដល់សេចក្តីសុខសុភមង្គលឲ្យក្រុមគ្រួសារដែលយើងបង្កើតនឹងទេខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកុំទាន់បង្កើតអីចូលព្យាយាមស្វែងរកនៅសមត្ថភាពដែលអាចបង្កើតគ្រួសារមួយនឹងដោយពេញលេញបរិបូរណ៍ឲ្យបានសិនជាពិសេសគឺមនុស្សប្រុសផ្ទាល់ដោយសារតែក្នុងនាមជាមនុស្សប្រុសគឺតំណាងឲ្យមេគ្រួសារធំមួយទាំងមូលដែលមានតួនាទីគឺត្រូវផ្ដល់អារម្មណ៍សុវត្ថិភាពនិងអារម្មណ៍កក់ក្ដៅហើយនឹងគោលជំហរដែលរឹងមាំសម្រាប់ក្រុមគ្រួសារមួយនឹងផ្ដើមចេញពីមនុស្សប្រុសទៅមនុស្សស្រីអាចជួយជ្រោមជ្រែងហើយនឹងជួយបង្កើនឲ្យក្រុមគ្រួសារមួយនឹងកាន់តែមានស្ថិរភាពហើយនឹងកាន់តែមានភាពកក់ក្ដៅនិងមានក្តីសុខសុភមង្គលពេញលេញបរិបូរណ៍តែបើចំណុចចាប់ផ្ដើមមករង្គោះរង្គើអត់មានគ្រឹះរឹងមាំតើសួរថាឲ្យមនុស្សស្រីទៅចាត់ចែងបង្កើននៅភាពកក់ក្ដៅនឹងបន្ថែមដោយកម្រិតមួយណាដោយចំណុចចាប់ផ្ដើមពីណាទៅបើសិនជាមនុស្សប្រុសដែលជាគោលនេះអត់ទាន់បានចាប់ផ្ដើមឲ្យមានគ្រឹះហើយជាមុនសិនផងនឹងអញ្ចឹងហើយនេះគឺជាចំណុចសំខាន់មួយហើយវីដេអូនេះខ្ញុំក៏ចង់លើកទឹកចិត្តឲ្យមនុស្សស្រីគ្នាយើងគឺគាត់ត្រូវមានគោលជំហររឹងមាំមួយដូចគ្នាដែរបើសិនជាមើលទៅលើមនុស្សប្រុសបុគ្គលដែលគាត់ស្រឡាញ់ឬមួយក៏មនុស្សប្រុសដែលគាត់គិតថាចង់សាងអនាគតជាមួយគ្នានឹងបើមិនទាន់មានគោលជំហររឹងមាំទេក៏គួរតែកុំយកក្តីសុខសុភមង្គលឬមួយក៏ជីវិតរបស់ខ្លួនឯងទៅផ្ញើនឹងគាត់អីបើមិនចង់ស្ដាយក្រោយដោយសារតែមនុស្សស្រីនៅពេលដែលមានប្តីឬមួយក៏មានកូនហើយគឺគេឈ្មោះចាប់ផ្ដើមអាចនិយាយបានថាល្អកកខ្លាំងជាងមនុស្សប្រុសពេលដែលគេរៀបការហើយគេលែងលះគ្នាមិនក៏ដោយក៏គេអាចទៅលាងខ្លួនគេស្អាតដែរដោយគេនិយាយថាមនុស្សប្រុសមានទឹកដប់អញ្ចឹងវាអត់ខុសទេដោយសារតែសង្គមតែងតែឲ្យតម្លៃទៅលើមនុស្សប្រុសច្រើនជាងមនុស្សស្រីហើយខុសអីតិចតួចអីគឺទម្លាក់កំហុសដាក់មនុស្សស្រីយកតែម្ដងអ្នកខ្លះសឹងថាស្រីគ្នាឯងក៏អត់កាន់ជើងស្រីគ្នាឯងដែរបែរជាទៅកាន់ជើងមនុស្សប្រុសដែលមិនមែនជាបុគ្គលដែលគួរតែកាន់ជើងនេះ